សួស្តីប្រិយមិត្តអស់លោកអ្នកបងប្អូនជាអ្នកទស្សនាជាទីគោរពស្រឡាញ់បាទថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពីអឺពងទាហើយនឹងទាកប៉ាដែលកំពុងតែក្រាបផងនៅក្នុងទ្រុងហើយនេះគឺជាមេកប៉ារបស់ខ្ញុំដែលវាកំពុងតែក្រាបពងមើលវាខំសម្លឹងមើលនៅពេលដែលយើងថតរូបវាឆ្ងល់ហើយវាទឹកកយ៉ាងកងក់បន្តិចដើម្បីសម្លឹងមើលជាធម្មតាយើងនៅស្រុកស្រែតែងតែមានសត្វមាន់ឬសត្វទាឥឡូវវាខ្លាចឥឡូវវាចេញមកក្រៅហើយដើម្បីមករកចំណីហើយមានអាសាច់ហើយនឹងអាឈ្មោល3 4 5ក្បាលដែរហើយនេះកំពុងតែរយចំណីលាយជាមួយនឹងអង្គដាក់នៅក្នុងឆ្នូកឥឡូវគេកំពុងតែស៊ីហើយមេមិញហ្នឹងផ្អើលឥឡូវរត់មកស៊ីចំណីដែរហើយសាច់ហើយនឹងឈ្មោលហ្នឹងអត់តាណាទេនៅតែគុំជែកនៅតែឆ្នូកក្បែរបែរទ្រុងហ្នឹងមិនក្តៅតាពាំងចិត្តហ្នឹងក៏អត់ទៅលេងដែរតោះតែគៀងដល់តែដេញវាឲ្យទៅបានវាលេងហើយពេលតែទៅទៅចេះលេងទឹកប៉ុន្តែពេលដែលស៊ីហើយវានៅតែអង្គុំជែកហ្នឹងបែរឆ្នូកហ្នឹងកូនជែកណាយ៉ាងលាស់ខ្ចីហ្នឹងចឹកស្លឹកអស់ទៀតមកឥឡូវគេកំពុងតែឆ្ងាញ់ជាមួយនឹងនៃអង្គណាទេវិចវល់មកឆ្នូកហ្នឹងហើយបងប្អូនទាំងអស់គ្នានៅពេលដែលយើងមានផ្ទះនៅឯស្រែចម្ការជនបទមានតែចិញ្ចឹមមាន់ចិញ្ចឹមទាទៅយើងនៅស្រែអញ្ចឹងវាដីទលាយហើយយើងមានដាំដំណាំចេកមានដំណាំស្វាយមានដំណាំដូងដំណងឬក៏ត្រប់អីហ្នឹងយើងដាំហើយវាមកលប់ទៅពេលមកលប់យើងចិញ្ចឹមសត្វទៅបានគ្រាន់ដោះកូនពេលណាដែលយើងអត់មានលុយទិញម្ហូបយើងអាចធ្វើជាម្ហូបបានតែមាន់មានអាទាហ្នឹងទេគ្រាន់ពេលដាច់លុយទៅកាប់មួយអីចឹងទៅបានមួយពេលពីរពេលបាទឡោស្លឬស្ងោគេថាដុតទៅតាមចំណង់ចំណូលចិត្តចឹងទៅហើយមាន់បាទមាន់ហ្នឹងក៏មាន2 3ក្បាល4ក្បាលដែរយ៉ាងមុំមេកំពុងក្រាប់ស្ទាវនេះមុំណែវាអាចដុតទៅយកជ័យអីបានប៉ុន្តែយ៉ាងទៅឆ្អឹងធំយ៉ាងចែឡូវមកដល់វាស៊ីចំណីនេះអស់ខ្ញុំគៀងទៅឲ្យលេងទឹកបើអត់គៀងហ្នឹងអត់ទៅទេឥឡូវគ្រាន់តែគៀងទៅរត់ទៅផ្លូវចេញបែររបងទឹកទៅពាំងជាប់ហ្នឹងខ្លះណាចេញទៅហើទៀតបានក្បាលនេះទៅរត់ទឹកលេងទឹកក្នុងទៅពាំងមានទឹកច្រើនស្មៅនៅតែក្នុងផ្ទះអីស្អាតអស់នេះបើតែមិនគៀងទេអត់ទៅហ្មងឥឡូវគៀងទៅខ្លាចទៅផុតលបងមិនខ្លះបើតែនេះមិនខ្លះបើតែនោះគៀងចឹងទៅលេង1 ម៉ោងអីហ្នឹងចេញទៅក្រៅដល់លេងតិចមកវិញមកឆ្នូកចំណីអស់មេនេះមួយហើទៀតនេះហើដូចសัตว์ទៅឆ្ងាយមេនេះគៀងចេញទៅបានចេញទៅឆ្ងាយមកនេះធ្លាក់ទឹកឆ្ងល់ទេខ្លាចទឹកទៀតពេលខ្លះលាក់ឲ្យឡើងវិញមកវាងាដែរហ្នឹងឥឡូវឡើងពីតពាំងដើរលេងថោមដើមឈើដើម7បាយមកដងតែចង់ឲ្យលេងដងហ្នឹងទេមកវាវៀងទៅឆ្ងាយទៅ
ជាងវាមកលេងទៅពាំងវិញដោយសារតែពាំងនឹងជាប់លបងស្រួលដើរពេលឆ្ងាយពេកណាឆ្កែគេឃើញអីហ្នឹងខាំងាប់អស់ទៀតឥឡូវលេងទឹកជាងឲ្យលេងទឹកទៅពាំងមកបានហើយអរគុណឥឡូវនេះវីដេអូក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនសម្រាប់ការទស្សនាហើយនិងការស្ដាប់សូមអរគុណសូមជម្រាបលាបាយបាយ